សុទ្ធឆៅនិងសុទ្ធឆ្អិនតើមួយណាមានប្រូតេអ៊ីនច្រើនជាងការពិតសុទ្ធឆ្អិននិងសុទ្ធឆៅគឺមានប្រូតេអ៊ីនដូចគ្នាប្រហែល6ទៅ7ក្រាមចំពោះសុទ្ធខ្នាតធំកម្ដៅគឺវាមិនអាចបំផ្លាញអាស៊ីតអាមីណេដែលជាបង្គំនៃប្រូតេអ៊ីននោះទេពេលយើងបរិភោគសុទ្ធឆ្អិនរាងកាយយើងធ្វើការបឺតស្រូបយកប្រូតេអ៊ីនបានរហូតដល់90ទៅ91%ព្រោះកម្ដៅជួយបំបែករចនាសម្ព័ន្ធប្រូតេអ៊ីនធ្វើឲ្យអង់ស៊ីមក្នុងក្រពះរបស់យើងងាយរំលាយនិងយកទៅប្រើប្រាស់ចំពោះសុទ្ធឆៅវិញរាងកាយយើងបឺតស្រូបយកប្រូតេអ៊ីនបានតែប្រហែល50%ប៉ុណ្ណោះជាទូទៅយើងអាចបរិភោគសុទ្ធ1ឬក៏2ក្នុងមួយថ្ងៃចាត់ទុកថាមានសុវត្ថិភាពនិងផ្ដល់ផលល្អសម្រាប់រាងកាយប៉ុន្តែសម្រាប់អ្នកហាត់ប្រាណឬចង់បង្កើនសាច់ដុំយើងអាចបរិភោគសុទ្ធពី2ទៅ4គ្រាប់ឬលើសពីនេះអាស្រ័យទៅលើតម្រូវការប្រូតេអ៊ីនរបស់រាងកាយតើអ្នកដឹងទេថារាងកាយរបស់យើងត្រូវការប្រូតេអ៊ីនប៉ុន្មានក្នុងមួយថ្ងៃជាទូទៅរាងកាយរបស់មនុស្សយើងត្រូវការប្រូតេអ៊ីន 0.8 ក្រាមនៃទម្ងន់ខ្លួនសម្រាប់អ្នកដែលមានសកម្មភាពមធ្យមហាត់ប្រាណ2ទៅ3ថ្ងៃក្នុងមួយសប្តាហ៍រាងកាយយើងគឺត្រូវការប្រូតេអ៊ីន 1.2 ទៅ 1.5 ក្រាមនៃទម្ងន់ខ្លួនប៉ុន្តែបើសិនជាសម្រាប់អ្នកដែលហាត់ប្រាណខ្លាំងចង់ឡើងសាច់ដុំប្រូតេអ៊ីនគឺត្រូវការពី 1.6 ទៅ 2.2 ក្រាមនៃទម្ងន់ខ្លួនបងប្អូនបើសិនជាមានបញ្ហាទាក់ទងនឹងពងមាន់ឬក៏ពងទាបងប្អូនអាចខមមិននៅក្រោមវីដេអូនេះបានអរគុណជួបគ្នាវីដេអូក្រោយបាយបាយ